ធ្វើដំណើរទៅកាន់ជម្រៅនៃមហាសមុទ្រអាតកំបាំងរបស់យើងមហាសមុទ្រគឺជាផ្នែកធំបំផុតនៃផែនដីប្រហែលជាង 70% នៃផ្ទៃផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកសមុទ្រទោះបីជាមនុស្សបានរស់នៅលើផែនដីអស់រាប់ពាន់ឆ្នាំនិងអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់យ៉ាងណាក៏ដោយក៏មហាសមុទ្រនៅតែជាតំបន់អាតកំបាំងដ៏ធំមួយអ្នកវិទ្យាសាស្ត្រជាច្រើនបាននិយាយថាមនុស្សស្គាល់ផ្ទៃព្រះច័ន្ទច្បាស់ជាងការស្គាល់ជម្រៅមហាសមុទ្ររបស់ខ្លួននេះបង្ហាញថានៅក្រោមរលកទឹកដ៏ធំល្វឹងល្វើយមានពិភពមួយដ៏អស្ចារ្យដែលមនុស្សមិនទាន់យល់ដឹងពេញលេញនៅឡើយការធ្វើដំណើរទៅកាន់ជម្រៅមហាសមុទ្រមិនត្រឹមតែជាការផ្សងព្រេងប៉ុណ្ណោះទេប៉ុន្តែវាជាការស្វែងរកចំណេះដឹងអំពីជីវិតភូមិសាស្ត្រអាកាសធាតុនិងអនាគតរបស់ផែនដីនៅក្នុងជម្រៅងងឹតនៃមហាសមុទ្រមានសត្វចម្លែកភ្នំភ្លើងក្រោមទឹករូងភ្នំដ៏អាតកំបាំងនិងប្រព័ន្ធជីវិតដែលអាចរស់នៅបានដោយគ្មានពន្លឺព្រះអាទិត្យពិភពក្រោមទឹកនេះគឺដូចជាភពផ្សេងមួយដែលលាក់ខ្លួននៅលើផែនដីរបស់យើងអត្ថបទនេះនឹងនាំអ្នកធ្វើដំណើរចូលទៅក្នុងជម្រៅនៃមហាសមុទ្រអាតកំបាំងដោយពិពណ៌នាអំពីរចនាសម្ព័ន្ធមហាសមុទ្រសត្វចម្លែកបច្ចេកវិទ្យាស្រាវជ្រាវប្រវត្តិនៃការរុករកនិងសារៈសំខាន់របស់មហាសមុទ្រចំពោះជីវិតនៅលើផែនដីមហាសមុទ្រពិភពដ៏ធំល្វឹងល្វើយមហាសមុទ្រគ្របដណ្ដប់ផ្ទៃផែនដីយ៉ាងធំធេងហើយត្រូវបានបែងចែកជាមហាសមុទ្រចម្បង5គឺមហាសមុទ្រប៉ាស៊ីហ្វិកអាត្លង់តិកឥណ្ឌាអាក់ទិកនិងមហាសមុទ្រខាងត្បូងក្នុងចំណោមនេះមហាសមុទ្រប៉ាស៊ីហ្វិកគឺធំបំផុតនិងជ្រៅបំផុតទឹកមហាសមុទ្រមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអាកាសធាតុផែនដីវាស្រូបកម្ដៅពីព្រះអាទិត្យហើយចែកចាយកម្ដៅតាមរយៈចរន្តទឹកប្រសិនបើគ្មានមហាសមុទ្រផែនដីប្រហែលជាមិនអាចមានជីវិតបានឡើយមហាសមុទ្រក៏ជាប្រភពអុកស៊ីសែនដ៏សំខាន់រុក្ខជាតិសមុទ្រតូចៗដែលគេហៅថា Phytoplankton ផលិតអុកស៊ីសែនជាច្រើនសម្រាប់មនុស្សនិងសត្វដកដង្ហើមក្រៅពីនេះមហាសមុទ្រផ្ដល់អាហារថាមពលនិងធនធានធម្មជាតិជាច្រើនការបែងចែកតំបន់ជម្រៅសមុទ្រមហាសមុទ្រត្រូវបានបែងចែកជាតំបន់ជម្រៅផ្សេងៗដែលមានលក្ខណៈខុសគ្នាតំបន់ពន្លឺព្រះអាទិត្យតំបន់ខាងលើបំផុតនៃមហាសមុទ្រគឺជាតំបន់ដែលពន្លឺព្រះអាទិត្យអាចចូលដល់នៅទីនេះមានរុក្ខជាតិសារាយនិងសត្វសមុទ្រជាច្រើនត្រីផ្សោតត្រីបាឡែននិងសត្វសមុទ្រផ្សេងៗរស់នៅក្នុងតំបន់នេះតំបន់ពាក់កណ្ដាលងងឹតនៅជម្រៅកាន់តែជ្រៅពន្លឺព្រះអាទិត្យចាប់ផ្ដើមខ្សោយសត្វនៅទីនេះមានភ្នែកធំនិងសមត្ថភាពពិសេសក្នុងការស្វែងរកអាហារតំបន់ងងឹតចាប់ពីជម្រៅប្រហែល 1000 ម៉ែត្រចុះក្រោមពន្លឺព្រះអាទិត្យមិនអាចចូលដល់បានទៀតទេតំបន់នេះងងឹតសម្ពាធខ្លាំងនិងត្រជាក់ខ្លាំងទោះជាយ៉ាងណាសត្វចម្លែកជាច្រើននៅតែអាចរស់នៅបានជ្រៅបំផុតនៃមហាសមុទ្រតំបន់ជ្រៅបំផុតគឺ Mariana Trench នៅមហាសមុទ្រ Pacific ចំណុចជ្រៅបំផុតហៅថា Challenger Deep មានជម្រៅជាង 10000 ម៉ែត្រប្រសិនបើយកភ្នំ Everest ដាក់ចូលវានៅតែមិនផុតពីផ្ទៃទឹកពិភពសត្វអាតកំបាំងក្រោមទឹកជម្រៅមហាសមុទ្រមានសត្វចម្លែកជាច្រើនដែលមើលទៅដូចមកពិភពផ្សេងត្រី Anglerfish ត្រីនេះមានអំពូលភ្លឺនៅលើក្បាលដើម្បីទាក់ទាញអាហារនៅក្នុងភាពងងឹតពន្លឺតូចៗនេះជួយឲ្យវាចាប់សត្វផ្សេងៗបាន Giant Squid មឹកយក្សគឺជាសត្វដ៏អាតកំបាំងមួយវាមានដៃវែងនិងភ្នែកធំខ្លាំងអ្នកវិទ្យាសាស្ត្រមិនទាន់ស្គាល់ជីវិតរបស់វាពេញលេញនៅឡើយត្រី Transparent សត្វខ្លះមានខ្លួនថ្លាដើម្បីលាក់ខ្លួនពីសត្រូវការសម្របខ្លួនបែបនេះធ្វើឲ្យពួកវាអាចរស់នៅក្នុងភាពងងឹតបានសត្វដែលបញ្ចេញពន្លឺសត្វជាច្រើននៅជម្រៅមហាសមុទ្រអាចបញ្ចេញពន្លឺដោយខ្លួនឯងបាតុភូតនេះហៅថា bioluminescence វាជួយក្នុងការទាក់ទាញអាហារការពារខ្លួននិងទំនាក់ទំនងគ្នាភ្នំភ្លើងក្រោមទឹកនៅក្រោមមហាសមុទ្រមានភ្នំភ្លើងជាច្រើនភ្នំភ្លើងទាំងនេះអាចផ្ទុះនិងបង្កើតកោះថ្មីៗ Hydrothermal vents គឺជាប្រភពទឹកក្តៅក្រោមសមុទ្រដែលបញ្ចេញសារធាតុរ៉ែទោះបីជាគ្មានពន្លឺព្រះអាទិត្យក៏មានសត្វនិងបាក់តេរីរស់នៅជុំវិញវាបង្ហាញថាជីវិតអាចមាននៅកន្លែងដែលមនុស្សមិននឹកស្មានដល់អ្នកវិទ្យាសាស្ត្រជឿថាជីវិតដំបូងលើផែនដីប្រហែលកើតឡើងនៅជុំវិញ Hydrothermal vents ប្រវត្តិនៃការរុករកមហាសមុទ្រមនុស្សបានធ្វើដំណើរតាមសមុទ្រអស់រាប់ពាន់ឆ្នាំប៉ុន្តែការរុករកជម្រៅមហាសមុទ្រពិតប្រាកដទើបចាប់ផ្ដើមនៅសតវត្សទី20 Jacques Cousteau គឺជាអ្នករុករកសមុទ្រដ៏ល្បីគាត់បានបង្កើតឧបករណ៍ Scuba ដែលអនុញ្ញាតឲ្យមនុស្សមុជទឹកបានយូរគាត់ក៏បានផលិតភាពយន្តអំពីជីវិតក្រោមសមុទ្រដែលធ្វើឲ្យមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍លើមហាសមុទ្រការចុះទៅ Challenger Deep នៅឆ្នាំ1960អ្នកវិទ្យាសាស្ត្រ2នាក់បានចុះទៅកាន់ Challenger Deep ជាលើកដំបូងពួកគេប្រើយានមុជទឹកពិសេសដែលអាចទប់ទល់នឹងសម្ពាធខ្លាំងក្រោយមកអ្នកផលិតភាពយន្ត James Cameron ក៏បានចុះទៅកាន់ជម្រៅនេះផងដែរគាត់បានថតរូបនិងប្រមូលទិន្នន័យជាច្រើនបច្ចេកវិទ្យាស្រាវជ្រាវក្រោមសមុទ្រការសិក្សាមហាសមុទ្រត្រូវការបច្ចេកវិទ្យាពិសេស Submarine យានមុជទឹកអាចនាំមនុស្សចុះទៅក្រោមទឹកវាមានសំបករឹងដើម្បីការពារពីសម្ពាធ ROV គឺជាយានក្រោមទឹកបញ្ជាពីចម្ងាយវាអាចចូលទៅកន្លែងដែលមនុស្សមិនអាចទៅបាន Sonar ប្រើសំឡេងដើម្បីវាស់ជម្រៅនិងស្វែងរកវត្ថុក្រោមទឹកវាជាបច្ចេកវិទ្យាសំខាន់ក្នុងការធ្វើផែនទីបាតសមុទ្រ Satellite ផ្កាយរណបអាចតាមដានចរន្តទឹកសីតុណ្ហភាពនិងការប្រែប្រួលអាកាសធាតុទីក្រុងនិងនាវាលិចក្រោមទឹកក្រោមមហាសមុទ្រមានសំណល់អរិយធម៌និងនាវាលិចជាច្រើន Titanic នាវា Titanic បានលិចនៅឆ្នាំ1912ហើយត្រូវបានរកឃើញវិញនៅឆ្នាំ1985វាស្ថិតនៅជម្រៅជាង 3800 ម៉ែត្រទីក្រុងបាត់បង់អ្នកវិទ្យាសាស្ត្រខ្លះជឿថាមានទីក្រុងបុរាណខ្លះលិចក្រោមទឹកដោយសាររញ្ជួយដីឬកម្ពស់ទឹកសមុទ្រកើនឡើងការរុករកទីក្រុងទាំងនេះជួយឲ្យយើងយល់អំពីប្រវត្តិសាស្ត្រមនុស្សមហាសមុទ្រនិងអាកាសធាតុផែនដីមហាសមុទ្រមានតួនាទីធំក្នុងការគ្រប់គ្រងអាកាសធាតុវាស្រូបឧស្ម័នកាបូនឌីអុកស៊ីតនិងកម្ដៅពីបរិយាកាស El Niño និង La Niña គឺជាបាតុភូតមហាសមុទ្រដែលអាចប៉ះពាល់ដល់អាកាសធាតុពិភពលោកវាអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងគ្រោះរាំងស្ងួតនិងព្យុះ
ការកើនឡើងសីតុណ្ហភាពផែនដីកំពុងធ្វើឲ្យទឹកសមុទ្រក្តៅឡើងនិងកម្ពស់ទឹកកើនឡើងនេះជាបញ្ហាធំសម្រាប់ទីក្រុងនៅតាមឆ្នេរការបំពុលមហាសមុទ្រកំពុងប្រឈមមុខនឹងការបំពុលយ៉ាងធ្ងន់ធ្ងរផ្លាស្ទិកសម្រាមផ្លាស្ទិករាប់លានតោនត្រូវបានបោះចូលសមុទ្ររៀងរាល់ឆ្នាំសត្វសមុទ្រជាច្រើនស្លាប់ដោយសារញ៉ាំផ្លាស្ទិកប្រេងលេចធ្លាយគ្រោះថ្នាក់នាវាដឹកប្រេងអាចបំពុលទឹកសមុទ្រនិងបំផ្លាញប្រព័ន្ធអេកូឡូស៊ីការនេសាទលើសកម្រិតការនេសាទច្រើនពេកធ្វើឲ្យចំនួនត្រីថយចុះប្រសិនបើមិនមានការគ្រប់គ្រងល្អសត្វសមុទ្រជាច្រើនអាចផុតពូជផ្កាថ្មនិងជីវៈចម្រុះផ្កាថ្មគឺជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់វាជាផ្ទះសម្រាប់សត្វសមុទ្រជាច្រើន Great Barrier Reef នៅអូស្ត្រាលីគឺជាប្រព័ន្ធផ្កាថ្មធំបំផុតក្នុងពិភពលោកប៉ុន្តែវាកំពុងរងផលប៉ះពាល់ពីការក្តៅឡើងនៃទឹកសមុទ្រការស្លាប់របស់ផ្កាថ្មអាចប៉ះពាល់ដល់ជីវៈចម្រុះនិងជីវភាពមនុស្សដែលពឹងផ្អែកលើសមុទ្រមហាសមុទ្រនិងអនាគតមនុស្សជាតិមនុស្សកំពុងស្វែងរកវិធីប្រើប្រាស់ធនធានមហាសមុទ្រដោយចីរភាពថាមពលពីរលកនិងខ្យល់សមុទ្រអាចជួយក្នុងវិស័យវេជ្ជសាស្ត្រសារធាតុពិសត្វនិងរុក្ខជាតិសមុទ្រខ្លះអាចប្រើផលិតថ្នាំអ្នកវិទ្យាសាស្ត្រក៏កំពុងសិក្សាថាជីវិតនៅជម្រៅមហាសមុទ្រអាចជាគន្លឹះសម្រាប់ស្វែងរកជីវិតនៅលើភពផ្សេងៗអារម្មណ៍នៃការធ្វើដំណើរក្រោមសមុទ្រការចុះទៅក្នុងជម្រៅមហាសមុទ្រគឺដូចជាការចូលទៅក្នុងពិភពអាថ៌កំបាំងមួយពន្លឺបាត់បង់បន្តិចម្ដងបន្ទាន់ហើយភាពងងឹតចាប់ផ្ដើមគ្របដណ្ដប់សត្វចម្លែកនិងទេសភាពក្រោមទឹកធ្វើឲ្យមនុស្សមានអារម្មណ៍ថាកំពុងស្ថិតនៅលើភពផ្សេងសម្ពាធទឹកដ៏ខ្លាំងនិងភាពស្ងប់ស្ងាត់ធ្វើឲ្យការធ្វើដំណើរនេះគួរឲ្យភ័យខ្លាចនិងគួរឲ្យចាប់អារម្មណ៍ក្នុងពេលតែមួយអ្នករុករកជាច្រើនបានពិពណ៌នាថាការមើលឃើញជីវិតនៅជម្រៅសមុទ្រធ្វើឲ្យពួកគេយល់ថាផែនដីនៅតែមានអាថ៌កំបាំងជាច្រើនសរុបមកមហាសមុទ្រគឺជាពិភពដ៏ធំអាចកំបាំងនិងពោពេញដោយជីវិតទោះបីជាមនុស្សបានអភិវឌ្ឍបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយក៏យើងនៅតែមិនទាន់ស្គាល់ជម្រៅមហាសមុទ្រទាំងស្រុងនៅឡើយនៅក្រោមរលកទឹកមានសត្វចម្លែកភ្នំភ្លើងក្រោមទឹកនិងប្រព័ន្ធជីវិតដ៏អស្ចារ្យដែលបន្តធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលការធ្វើដំណើរទៅកាន់ជម្រៅនៃមហាសមុទ្រអាចកំបាំងមិនត្រឹមតែជាការផ្សងព្រេងប៉ុណ្ណោះទេប៉ុន្តែវាជាការស្វែងរកចំណេះដឹងអំពីផែនដីនិងជីវិតមហាសមុទ្រផ្ដល់អុកស៊ីហ្សែនអាហារនិងការគ្រប់គ្រងអាកាសធាតុសម្រាប់មនុស្សជាតិដូច្នេះការការពារនិងអភិរក្សមហាសមុទ្រគឺជាការងារសំខាន់បំផុតមួយសម្រាប់អនាគតរបស់យើងនៅពេលយើងបន្តស្រាវជ្រាវនិងរុករកជម្រៅមហាសមុទ្រយើងប្រហែលជានឹងរកឃើញអាថ៌កំបាំងថ្មីៗដែលអាចផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សអំពីផែនដីនិងចក្រវាឡទាំងមូល